បងអូននៅក្នុងរមណីយស្តាកុំភ្លេចជីកាត់ចូលកន្លែងចកាស្ទ្រូប៊េរីមួយនេះផងនិយាយពីថាស្រស់វែងមកកន្លែងរបស់គេគឺស្ទ្រូប៊េរីក៏ហមស្អាតមែនតែនហើយរសជាតិរបស់គេជូរអែមឆ្ងាញ់ណាស់ថ្ងៃហ្នឹងបើសិនតែខ្ញុំបានយកអំបិលទេទៅមិនដឹងជាល្អយ៉ាងណាទេបងប្អូនទាំងអស់គ្នាមិនណែបើកមកនិយាយពីថាក៏ហមចឹងវាសប្បាយបេះណានិយាយពីការមិនតន់ដល់ខែស្ទ្រូប៊េរីគឺខ្ញុំទៅទិញពីផ្សាររហូតប៉ុន្តែរសជាតិគឺវាថាវាអត់សូវដូចអាធម្មជាតិចេះទេអ្នកទាំងអស់គ្នារៀងមានជូរអែមឈ្ងុយចឹងណាចឹងហើយបើសិនជាបងប្អូនចង់សាករសជាតិណាកុំភ្លេចមកសាកល្បងនៅចការបស់គេនេះនិយាយពីតម្លៃគេវិញគឺធូរថ្លៃមែនតើបេះប៉ុណ្ណាបេះទៅឲ្យទាំងអស់គ្នាប្រកែកបេះសម្រាប់ការតាមដានវីដេអូក្នុងចកាស្ទ្រូប៊េរីចូលចិត្តវីដេអូមួយនេះអរគុណ follow more ជួបគ្នានៅវីដេអូក្រោយវីដេអូមួយនេះឃើញហើយស្រក់ទឹកមាត់មែនតើជាពិសេសបងប្អូនដែលចូលចិត្តញ៉ាំផ្លែស្ទ្រូប៊េរីស្រស់មានជាតិជូរអែមឆ្ងាញ់ធម្មជាតិហ្មងអ្វីដែលសំខាន់បើកមកឃើញក្រហមចឹងគឺសប្បាយបេះមែនតើបើឬថាញ៉ាំវិញនៅក្នុងចកាហ្នឹងគឺអត់គិតលុយទេណាទាំងអស់គ្នាក៏ប៉ុន្តែបើសិនជាយើងបេះហើយចង់យកមកផ្ទះគឺគេគិតលុយគិតថ្លឹងគីឡូតាមហ្នឹងទៅតែមកខ្ញុំឯងងុំនឹងសប្បាយបេះមែនតើបងប្អូនបេះបដាភ្លក់បដានិយាយពីថាជូរឆ្ងាញ់នេះដោយសារតែខ្ញុំបានយកអំបិលទេទៅបានយកអំបិលទេទៅមិនដឹងថាជាតិយ៉ាងណាទេបងប្អូនទាំងអស់គ្នាបើកលេចមកមើលផ្លែរបស់គេវិញក៏ហមឆ្អិនឆ្អៅអត់ធំទេក៏ប៉ុន្តែរសជាតិគឺថាឆ្ងាញ់មែនទែនជូរអែមបែបស្រស់ពេញមាត់តែម្ដងជាតិគេឆ្ងាញ់មកជុំណាអ្នកនរគ្នាសំខាន់បានបេះផ្ទាល់ចេញពីដើមរបៀបវែកទៅឃើញក៏ហមខ្លះដូចខ្ញុំនិយាយមែនរឿងញ៉ាំអត់សូវតែបើថារឿងខាងបេះវិញទុកចិត្តមួយខ្ញុំជួយចិត្តពីដើមធម្មជាតិហ្មងការចូលចិត្តវីដេអូមួយនេះ follow more ជួបគ្នានៅវីដេអូក្រោយ